chia làm bó nên xong chuẩn bị xua đo khả năng thấp đấy chỉ ti cờ rốt xong chuẩn bị xua đo khả năng cam ca ca đi chỉ ti cờ rốt xong chuẩn bị xua đo khả năng cam ca cho xua chỉ ti cờ rốt năng xua sẽ đấy mà đi sao để miền Bắc miền này ti này chỉ ti rồi ăn bộ nhóm mau bị cao ti bốn chuẩn bị ti sai chuẩn bị ti đắp đầm bay hay chuẩn bị đắp đầm bộ trong ngày đấy cứ cam xong sai là cam sai bị cam rồi bao giờ là đi sẽ bằng phun ti đầm bay sang hai trong sẽ phòn một mình chiên trâu đã cả bỏ sai những trong sông phơi ca này nông phu trường một sân những trong cho hoa xì nách nâng cả nhà mau chỉ làm bệnh cái còn mọi khát bê đi du những trong sông rồi cô kia là cái ý đó mà đúng khóc là bệnh phơi cả bỏ sai Vai sâu sắc, vai sâu sắc. Nhưng trong sông phơi cả bò sai nơi sụp bụng tim muối sẽ đầy đào muối trên muối lồng non bay háในการสลายเฉลียวchiaประวัติศาสตร์ของเราเนาะយើងឃើញថាគ្រប់ប្រទេសទាំងអស់អាចទីសម្រាប់និងអភិវឌ្ឍទៅបានគឺអាស្រ័យទៅលើកត្តាធនធានមនុស្សជាតិរបស់ដោយឡែកប្រទេសកម្ពុជាវិញជាប្រទេសដែលកំពុងមានការអភិវឌ្ឍលើគ្រប់ផ្នែកនិងវិស័យជាច្រើនប្រឡេកមកមើលសាលារៀនសវណ្ណភូមិវិញជាដែលត្រូវបានគេដឹងថាទទួលស្គាល់ដោយក្រសួងអប់រំយុវជននិងកីឡានៃប្រទេសជាតិកម្ពុជាក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើទំនើបកម្មកម្មវិធីសិក្សាចំណេះដឹងទូទៅភាសាខ្មែរភាសាអង់គ្លេសនិងភាសាចិនជាដើមសម្រាប់ចំណាយបញ្ហានៃការស្រាវជ្រាវបច្ចុប្បន្ននេះយើងប្រទេសឃើញថាវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ទៀតបន្តមកនេះដែរសាលារៀនជាច្រើនក៏បានកកើតជាបន្តបន្ទាប់ហើយមានការអភិវឌ្ឍខ្លួនយ៉ាងច្រើនទៀតសោតសាលារៀនសវណ្ណភូមិក៏បានខិតខំប្រឹងប្រែងនិងចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយការផ្សាយពាណិជ្ជកម្មដើម្បីទាក់ទាញអតិថិជនឲ្យមកប្រើប្រាស់នៅសេវាកម្មអប់រំរបស់ខ្លួនគោលបំណងនៃការស្រាវជ្រាវរបស់ក្រុមយើងខ្ញុំគឺដើម្បីស្វែងយល់អំពីស្ថានភាពទូទៅរបស់សាលារៀនសវណ្ណភូមិទី8ក្រុងព្រះសីហនុស្វែងយល់អំពីទស្សនិកជនគោលដៅការកាត់ចំណាយទីផ្សារការធ្វើពាណិជ្ជកម្មការផ្សព្វផ្សាយជំរុញការលក់ឧបករណ៍ផ្សព្វផ្សាយនិងទំនាក់ទំនងសាធារណៈនិងភាពទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែងសម្រាប់ចំណុច 1.4 ដែលកំណត់នៅវិសាលភាពនៃការស្រាវជ្រាវដែលកំណត់នៃការស្រាវជ្រាវគឺយើងផ្ដោតទៅលើដែលកំណត់នៃការស្រាវជ្រាវគឺយើងផ្ដោតទៅលើការកាត់ចំណាយទីផ្សារទស្សនិកជនគោលដៅការកាត់ចំណាយទីផ្សារទស្សនិកជនគោលដៅការផ្សាយពាណិជ្ជកម្មការជ្រើសរើសឧបករណ៍ផ្សព្វផ្សាយការផ្សព្វផ្សាយជំរុញការលក់និងតំណែងក្នុងសាធារណៈដែលឯកសារនិងព័ត៌មានដែលយើងប្រមូលមកគឺនៅក្នុងចន្លោះឆ្នាំ2022ដល់ឆ្នាំ2023តែប៉ុណ្ណោះវិសាលភាពនៃការស្រាវជ្រាវគឺយើងផ្ដោតទៅលើការផ្សព្វផ្សាយនិងការផ្សាយពាណិជ្ជកម្មរបស់សាលារៀនសវណ្ណភូមិទី8ក្រុងសិរីសុភ័ណ្ឌដែលមានអាសយដ្ឋានស្ថិតនៅភូមិកំពង់ស្វាយសង្កាត់កំពង់ស្វាយក្រុងសិរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យ1.5 វិធីសាស្ត្រនៃការស្រាវជ្រាវដែលមានប្រភពទិន្នន័យ2គឺទិន្នន័យចម្បងនិងទិន្នន័យបន្តបន្ទាប់ដែលទិន្នន័យចម្បងគឺជាទិន្នន័យទាំងឡាយណាដែលត្រូវបានត្រូវបានគេចងក្រងនិងបោះពុម្ពផ្សាយនៅឡើយទេដែលក្រុមយើងខ្ញុំនឹងទទួលបានតាមរយៈការសម្ភាសជាមួយនាយកសាលារៀនសវណ្ណភូមិទី8ក្រុងសិរីសុភ័ណ្ឌការស្ទង់មតិជាមួយបុគ្គលិកនិងការអង្កេតសកម្មភាពជាក់ស្ដែងសម្រាប់ទិន្នន័យបន្តបន្ទាប់វិញគឺយើងគឺជាទិន្នន័យទាំងឡាយណាដែលត្រូវបានគេចងក្រងនិងបោះពុម្ពផ្សាយរួចហើយដែលយើងនឹងទទួលបានតាមរយៈឯកសារដែលផ្ដល់ដល់សាលារៀនសវណ្ណភូមិទី8ឯកសារនិងសៀវភៅដែលធ្លាប់សិក្សាកន្លងមកនិងតាមរយៈបណ្ដាញអ៊ីនធឺណិតនិងសៀវភៅដែលនៅតាមបណ្ដាឡាយមួយចំនួនចំណុចបន្ទាប់គឺវិធីសាស្ត្រនិងការនៃការវិភាគទិន្នន័យដែលយើងជ្រើសរើសវិធីសាស្ត្រ2គឺវិធីសាស្ត្រតាមបែបគុណភាពនិងវិធីសាស្ត្រតាមបែបបរិមាណតែវិធីសាស្ត្រតាមបែបគុណភាពក្រុមយើងខ្ញុំនឹងធ្វើការសិក្សាស្រាវជ្រាវដោយផ្ដោតទៅលើ
ការសម្ភារបែបស៊ីជម្រៅគឺមួយតូចមួយឬក្រុមតូចមួយដែលអ្នកទាំងនោះអាចជាប្រធានក្រុមហ៊ុនបុគ្គលិកដោយប្រើប្រាស់ចំណងសំណួរពិតសម្រាប់វិធីសាស្ត្រតាមបែបបរិមាណគឺយើងធ្វើការសិក្សាស្រាវជ្រាវដែលផ្ដោតទៅលើអង្គហេតុពិតនិងទិន្នន័យបែបស្ថិតិដែលប្រើចំណងសំណួរបើប្រើសម្ភារសម្រាប់អតិថិជននិងបុគ្គលិកចូលទៅចំពោះទី2រំលឹកទ្រឹស្ដី 2.1 ទ្រឹស្ដីអំពីវិធានបទដែលយើងមានពាក្យកន្លឹះពីរគឺការផ្សព្វផ្សាយនិងការផ្សាយពាណិជ្ជកម្មដែលការផ្សព្វផ្សាយគឺជាការចាស់ឥទ្ធិពលទៅលើសកម្មភាពជាក់លាក់មួយដែលត្រូវបានបង្កើតឡើងដើម្បីរំលឹកជូនដំណឹងនិងបញ្ចុះបញ្ចូលក្នុងគោលបំណងដើម្បីមានឥទ្ធិពលទៅលើអារម្មណ៍ជំនឿនិងអាកប្បកិរិយារបស់អ្នកទិញពាក្យកន្លឹះទី2គឺការផ្សាយពាណិជ្ជកម្មការផ្សាយពាណិជ្ជកម្មគឺជាផ្នែកមួយនៃការធ្វើទីផ្សាររបស់ម្ចាស់អាជីវកម្មតាមរយៈការបង្ហាញព័ត៌មាននិងណែនាំអំពីផលិតផលដើម្បីឲ្យអតិថិជនបានស្គាល់ចំណុចបន្ទាប់ទ្រឹស្ដីពាក់ព័ន្ធនឹងការគ្រប់គ្រងវិធានបទដែលមាន6ចំណុចតូចៗដែលចំណុចទី1គឺការកាត់ចំណាយថ្នាក់ទីផ្សារការកាត់ចំណាយទីផ្សារគឺជាការចែកទីផ្សារបំបែកទីផ្សារឲ្យទៅជាក្រុមអ្នកទិញដែលមានសេចក្តីត្រូវការចរិតលក្ខណៈនិងអាកប្បកិរិយាខុសៗពីគ្នាដែលអាចត្រូវការផលិតផលផ្សេងៗពីគ្នាដែលជាទូទៅគេអាចចែកនៅថ្នាក់ទីផ្សារតាមបែបប្រជាសាស្ត្រចិត្តសាស្ត្រអរិយាប័ត្រនិងភូមិសាស្ត្រចំណុចទី2គឺទស្សនិកជនគោលដៅទស្សនិកជនគោលដៅគឺជាប្រជាសាស្ត្ររបស់មនុស្សឡើងមកបកស្រាយបន្តពីមិត្តរួមក្រុមនៅចំពោះទី3ស្ថានភាពទូទៅរបស់អង្គភាព 3.1 ប្រវត្តិកោតថាសាលារៀនសវណ្ណភូមិគឺជាសាលាចំណេះដឹងទូទៅឯកជនមួយនៅក្នុងចំណោមសាលាចំណេះដឹងទូទៅដទៃទៀតក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងក្នុងឆ្នាំ2009ដោយលោកអង្គការជាទីឡាយអគ្គនាយក NTC ក្រុងហើយសាលារៀនសវណ្ណភូមិមានកម្មវិធីសិក្សាចាប់ពីថ្នាក់មន្តេយ្យសិក្សារហូតដល់ថ្នាក់ទី12ហើយក្រៅពីនេះក៏មានកម្មវិធីសិក្សាថ្នាក់ភាសាអង់គ្លេសនិងភាសាចិនផងដែរដែលកម្មវិធីសិក្សាចំណេះដឹងទូទៅខ្មែររបស់សាលារៀនសវណ្ណភូមិត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំយុវជននិងកីឡានៃព្រះរាជាណាចក្រកម្ពុជាចំណែកឯសាលារៀនសវណ្ណភូមិសាខាក្រុងសេរីធម៌វិញបានប្រារព្ធពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី9ខែធ្នូឆ្នាំ2012ដែលមានអាសយដ្ឋានស្ថិតនៅភូមិកំពង់ស្វាយសង្កាត់កំពង់ស្វាយក្រុងសេរីធម៌ខេត្តបន្ទាយមានជ័យ3.2 ចក្ខុវិស័យបេសកកម្មនិងគុណតម្លៃចក្ខុវិស័យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការងារនិងជីវិតហើយខ្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាពរបស់សង្គមបេសកកម្មផ្ដល់សេវាអប់រំប្រកបដោយគុណភាពស្របតាមស្តង់ដារជាតិអន្តរជាតិដែលសិស្សានុសិស្សដែលធ្វើអន្តរជាតិដល់សិស្សានុសិស្សដើម្បីឲ្យពួកគេត្រៀមខ្លួនបានយ៉ាងល្អក្នុងការបន្តថ្នាក់ឧត្តមសិក្សានិងចាប់អាជីវកម្មងារគុណតម្លៃយើងទាំងអស់គ្នាប្រកាន់ជាប់នៅវិជ្ជាជីវៈប្រកបដោយភាពគោរពភាពច្នៃប្រឌិតនិងភាពជាម្ចាស់3.3 logo និងអត្ថន័យនេះគឺជា logo របស់សាលារៀនសវណ្ណភូមិដែលយើងតែងតែឃើញនៅលើអាវរបស់គ្រូឬក៏សិស្សដែលរៀននៅទីនោះហើយពណ៌ខៀវក្រហមសតំណាងឲ្យពណ៌ទាំង3នៃទង់ជាតិខ្មែរដែលចង់បង្ហាញអំពីគុណតម្លៃក្នុងការអប់រំនិងការកសាងប្រទេសជាតិក្នុងតាមរយៈការបណ្ដុះបណ្ដាលនិងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាពរបស់សង្គមពណ៌ទឹកមាសតំណាងឲ្យពាក្យសវណ្ណភូមិដែលជាពាក្យដែលជាឈ្មោះរបស់អាណាចក្រខ្មែរដ៏រុងរឿងក្នុងសម័យបុរាណហៅថាដែនដីសវណ្ណភូមិគឺជាការវិភាគទិន្នន័យរបស់ក្រុមយើងខ្ញុំដែលក្រុមយើងខ្ញុំបានចង់ទៅសាកសួរជាមួយនាយកសាលានិងធ្វើការស្រង់មតិជាមួយបុគ្គលិកចំនួន43នាក់ដែលស្មើនឹង 100% ក្នុងនោះយើងឃើញថាការផ្សព្វផ្សាយការផ្សាយពាណិជ្ជកម្មមានលក្ខណៈល្អណាស់ហើយការផ្សព្វផ្សាយជំនួយការលក់មានលក្ខណៈខ្សោយ 4.2 ការបកស្រាយទិន្នន័យការផ្សាយពាណិជ្ជកម្មគឺជាអធិមួយដែលមានឥទ្ធិពលខ្លាំងជាងគេបំផុតនៅលើវិធានបទក្នុងនោះមានការផ្សាយពាណិជ្ជកម្មមានលក្ខណៈសម្បូរបែបនិងមានលក្ខណៈទូលំទូលាយការផ្សព្វផ្សាយតាមបែប digital មាន Facebook Instagram YouTube email និង website ជាដើមការផ្សព្វផ្សាយតាមបែបប្រពៃណីមានលិខិតប័ណ្ណទូរទស្សន៍ផ្ទាំង banner ផ្ទាំងរូបភាពនិងតាមរយៈសម្ភារៈប្រើប្រាស់ភាពល្បីល្បាញសាលាមានកេរ្តិ៍ឈ្មោះល្បីល្បាញមានសាធារណជនទទួលស្គាល់
ការផ្សព្វផ្សាយជំរុញការលក់គឺជាអធិមួយដែលមានភាពខ្សោយជាងគេនៅលើប្រធានបទដែលមានចំណុចខ្វះចន្លោះដូចជាខ្វះការផ្ដល់ឲ្យនៅការសាកល្បងដោយឥតគិតថ្លៃសាលាមិនមានការសាកល្បងឲ្យចូលរៀនដំបូងដោយឥតគិតថ្លៃនោះឡើយមិនមានការទិញនិងមិនថែមជូនឬក៏ការទិញមួយទទួលបានមួយសាលាក៏មិនមានការទិញនៅសេវាកម្មណាមួយដើម្បីទទួលបានមួយទៀតនោះដែរជំពូកទី5សេចក្តីសន្និដ្ឋាននិងអនុសាសន៍ 5.1 សេចក្តីសន្និដ្ឋានក្រោយពីបានបញ្ចប់កម្មសិក្សានៅសាលារៀនសវណ្ណភូមិទី8សាខាក្រុងសេរីសុភ័ណ្ឌរួចមកក្រុមយើងខ្ញុំបានធ្វើការប្រៀបធៀបទ្រឹស្ដីដែលបានសិក្សាកន្លងមកនិងអនុវត្តជាក់ស្ដែងបានឲ្យឃើញថាសាលារៀនសវណ្ណភូមិទី8គឺជាអង្គភាពមួយដែលប្រតិបត្តិស្របទៅតាមទ្រឹស្ដីដូចជាការកាត់ចំណែកទីផ្សារទស្សនិកជនគោលដៅការផ្សព្វផ្សាយជំរុញការលក់ការផ្សព្វផ្សាយជំរុញការលក់ការផ្សាយពាណិជ្ជកម្មទំនាក់ទំនងសាធារណៈហើយសម្រាប់អនុសាសន៍វិញសាលារៀនសវណ្ណភូមិក្រុងសេរីសុភ័ណ្ឌគួរតែបើកឲ្យមានការសាកល្បងឲ្យចូលរៀនដោយឥតគិតថ្លៃសាលារៀនសវណ្ណភូមិទី8គួរតែមានការថែមជូននៅសេវាកម្មណាមួយសម្រាប់អតិថិជនដែលទិញឬប្រើប្រាស់សេវាកម្មនោះឲ្យលើសពីដូចជាថ្មីសាលារៀនសវណ្ណភូមិគួរតែបង្កើតនូវការលើកទឹកចិត្តសម្រាប់អតិថិជនចាស់ដែលប្រើប្រាស់សេវាកម្មរបស់សាលាឲ្យដូចឬលើសពីអតិថិជនថ្មីការធ្វើបទបង្ហាញរបស់ក្រុមយើងខ្ញុំត្រូវបានបញ្ចប់សូមអរគុណសូមអរគុណចំពោះការធ្វើបទបង្ហាញរបស់សមាជិកក្រុមទី4ជាកិច្ចបន្តសូមប្រកបទូនាទីជូនគណៈកម្មការចៅសួរសូមគោរពអញ្ជើញអរគុណខាងពេញថាដំបូងពោពេញទៅដោយធម្មពលដល់ពេលចុងក្រោយទៅសេវទៅបានចឹងជំនួសគ្រូចង់សួរមួយគឺឃើញថាធានបတ်ដាក់ថាការផ្សព្វផ្សាយនិងការផ្សាយខ្ញុំចង់សួរថាពាក្យពីរនេះដូចគ្នាឬខុសគ្នាបើដូចគ្នាមូលហេតុអីបានប្រើ keyword ដែលមានអត្ថន័យដូចគ្នាក្នុង topic តែមួយបើខុសគ្នាចូលលើហេតុផលឲ្យលោកគ្រូទីមកបាទខុសគ្នាកន្លែងណាអរគុណចាអរគុណសម្រាប់សំណួរលោកគ្រូនេះខ្ញុំសូមធ្វើការពិភាក្សាគ្នាបន្តិចសិនខ្ញុំសូមឆ្លើយសំណួរលោកគ្រូនៅលើអត្ថបទ topic ហ្នឹងគឺការផ្សព្វផ្សាយនិងការផ្សាយពាណិជ្ជកម្ម promotion and advertising លោកគ្រូទីមកតែខុសគ្នាខុសគ្នាលោកគ្រូនេះសូមហេតុផលមួយនោះហេតុផលនៃការតាមកម្មចាការpromotion គឺការផ្សព្វផ្សាយហ្នឹងគឺជាការជំរុញការលក់ដល់ពេល advertising ហ្នឹងគឺជាការផ្សាយពាណិជ្ជកម្មដែលការជំរុញការលក់ហ្នឹងមានដូចជាការ